màu nè vì miền nồi vì miền này ôi nó lớn nằng chắc là bay ban bia ở phát bồn ai ok nè ok ở đây dân ví dụ mời với ok nhé slide ý tới nè nếp sign được tới cháy ok số đây một nó kia chân nơi không mê điên đi đời xa tại miền bong pro mà nè có thua ca rô nơi sẽ cam design chiaประเภท menu ដែលគាត់ចង់ឲ្យធ្វើការ design សម្រាប់ហាងកាហ្វេរបស់គាត់អញ្ចឹងនៅក្នុងមេរៀននៃវីដេអូនេះខ្ញុំគិតថាហើយជាល្អក្នុងការចែកម្លែកទៅកាន់អ្នកនរគ្នាផងដែរកុំឲ្យខាត់ពេលយូរបងប្អូនធ្វើការបើកនៅផ្ទៃកិច្ចការឬក៏បង្កើតនៅ artboard នៃការ design មួយមកឥឡូវខ្ញុំធ្វើការយកຂະຫນາດរៀងវែងបន្តិចដោយសារតែខ្ញុំធ្វើការ design ហើយយកវាទៅដាក់នៅក្នុងmenu នៃឈ្មោះ string មួយឥឡូវបងប្អូនធ្វើការចូលនៅក្នុង Pinterest មកហើយវាមានរូបជាច្រើនដែលបងប្អូនចង់បានធ្វើការ design ឥឡូវខ្ញុំមានរូបមួយនេះអញ្ចឹងអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់បានខាងក្រោមនេះអានេះហើយនឹងទាំងអស់នេះហើយនឹងមាននៅ Venom សម្រាប់ធ្វើការ design ដាក់ឲ្យវាមើលទៅកាន់តែ premier ឬក៏វាមើលទៅកាន់តែមានភាពលក្ខណៈថាប្រណិតអូខេឥឡូវយើងធ្វើការ copy វាមកម៉ៅស្ដាំយើងយកពាក្យថា copy image អូខេចុចលើវាមួយហើយយើងឈរទៅលើផ្ទៃ Photoshop យើងវិញយើងធ្វើការ Ctrl V ដើម្បីផាសនៅតេតូទៅនឹងអាហ្នឹងដើម្បីយកមកធ្វើការ design អូខេបន្ទាប់ពីបានប៉ុណ្ណេះខ្ញុំធ្វើការម៉ៅស្ដាំ convert to smart object ដើម្បីពេលដែលខ្ញុំ scale វាទៅឲ្យវាកាន់តែច្បាស់អូខេអញ្ចឹងបងប្អូនបើកវាមកស្រីវាមកស្អាតតាមជាក់ស្ដែងដែលបងប្អូនចង់បានឧទាហរណ៍ឥឡូវខ្ញុំស្រីវាហើយតេតូកម្ពស់ខ្ញុំយកប្រហែលប៉ុណ្នេះចុះអូខេចឹងអានេះកុំឲ្យវាប៉ះពាល់ទៅលើផ្ទៃកិច្ចការងារបងប្អូនធ្វើការ lock សោវាមកអូខេនេះអូខេវាជាប់សោបើចង់ដោះវិញតែនឹងមួយមកលេងអីឥឡូវខ្ញុំ lock វាអូខេបន្តមកខ្ញុំធ្វើការនេះចង់បាន align បន្តនេះសិនចឹងបងប្អូនធ្វើការបង្កើតនៅ layer ថ្មីមួយចុចកន្លែងនេះមកនេះកន្លែងហ្នឹងចុចវាមួយមកបន្តមកយើងប្រើតាក់ទងទៅនឹង rectangle នេះ tool មួយនឹងឯងម៉ៅស្ដាំអូខេហើយយើងធ្វើការទាញវាមកដាក់វាមកបងប្អូនចង់បានប៉ុន្មានយកប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីគូបែបនេះហើយវាអត់ចេញអីបងប្អូនមើលខាងលើនេះអញ្ចឹង stroke នេះគឺយើងខ្វែងហើយ fill នេះយើងដូរវាឧទាហរណ៍ថាឥឡូវបងប្អូនឆ្លាញ់ពណ៌អីខ្ញុំធ្វើការច្រឡំពណ៌វាខ្ញុំចង់យកពណ៌ប្រហាក់ផាយរបស់គេអញ្ចឹងទៅហើយខ្ញុំអូសវាឡើងលើបន្តិចអូខេហើយយើងធ្វើការ create វាមកហើយបើសិនយើងអត់ឆ្លាញ់ពណ៌ហ្នឹងទេបងប្អូនធ្វើការសេរីពណ៌វាតិចទៀតមកអូខេវាជាប៉ុណ្នេះបន្តមកខាងលើគឺដូចគ្នាខ្ញុំធ្វើការបង្កើត layer ថ្មីមួយទៀតអូខេ style មិញដដែលហើយយើងធ្វើការគូវាមកត្រឹមណាមកឧទាហរណ៍ថាពីនេះមកអីចឹងទៅអូខេអញ្ចឹងយើងគូមកអូខេអញ្ចឹង color វាប្រហាក់ផាយគ្នាតែអត់អញ្ចឹងធម្មតាខាងមុខខ្ញុំចង់ឲ្យវាល្ងិតខាងលើចង់វាភ្លឺបន្តិចអញ្ចឹងធ្វើការចូល fill ចុចលេង color ហើយយើងអូសឡើងលើបន្តិចបានហើយកុំច្រើនពេកឃើញទេឥឡូវយើង view មើលសិននេះឃើញទេវាចេញបែបនេះហើយខាងលើដូចគ្នាអញ្ចឹងអាលើអត់មានអីពិបាកទេបងប្អូនគ្រាន់តែ select ពីរនឹងចូលគ្នាមកអូខេចូលគ្នាហើយយើង Ctrl J ដើម្បី copy ផាសវាអូខេបន្តមកខាងក្រោមយើងមើលខាងក្រោមពីរនេះវិញនេះអូខេចុច select ពីរនឹងឲ្យជាប់មកអញ្ចឹងបងប្អូនធ្វើការរុញវាទៅខាងលើទៅអូខេចុច Ctrl Shift ឲ្យជាប់មកដាក់កម្ពស់ណាបងប្អូនសេរីវាមកអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំគិតថាខ្ញុំចង់ឲ្យវាមានតកតងទៅនឹងអាស្មៅនេះវាមាន noise វាមាននឹងអុចនៅលើហ្នឹងអញ្ចឹងដើម្បីបានវាបងប្អូនអាចធ្វើការបើកនៅ layer ហ្នឹងហើយបងប្អូនធ្វើការឈរទៅលើ object ណាដែលយើងចង់បាន layer ណាដែលយើងចង់បានឧទាហរណ៍ថាមួយក្រោមនេះអញ្ចឹងដើម្បីបានវាបងប្អូនធ្វើការចូលនៅក្នុង filter បងប្អូនយកពាក្យថា add noise នេះក៏បានដែរឥឡូវខ្ញុំយកពាក្យថា add noise នេះអូខេយក noise ហើយ add noise ហ្នឹងអូខេយើង convert វា smart object មកនេះវាចាប់ផ្ដើមចេញប៉ុន្តែវាខ្លាំងពេកចឹងបងប្អូនបន្ថយវាតិចមកតិចឲ្យបានហើយកុំច្រើនពេកអូខេនេះអូខេវាឡើង noise ខុសពីឥឡូវតិចតួចហើយឥឡូវយើង click OK សិនមកចាឥឡូវយើងធ្វើដូចគ្នាមកអូខេ filter យក noise យក add noise ហើយយើង convert smart object អូខេនេះចាប់ផ្ដើមចេញហើយអញ្ចឹង2 3ហ្នឹងយើងដាក់អស់មកតែហើយខ្ញុំចង់ឲ្យវាមានពលឺខ្លះព្រោះដោយសារតែពលឺពណ៌នេះគឺវាស្មើគ្នាបើន័យថាបើនិយាយអំពីនេះហ្នឹងឧទាហរណ៍ខាងនេះ100អានេះក៏100អញ្ចឹងខ្ញុំចង់ឲ្យវាមានកន្លែងនេះល្ងិតអីចឹងទៅខាងនេះវាឲ្យវាភ្លឺអញ្ចឹងដើម្បីបានវាបងប្អូនទៅរកផ្ទៃ background ហ្នឹងសិនមកអូខេឈរទៅលើវានេះមួយនេះហើយចឹងបងប្អូនកន្លែងនេះបងប្អូនធ្វើការចុច control ឲ្យជាប់មកដើម្បីយើងឲ្យវាចេញអាសញ្ញាដៃនៅកន្លែងវងមូលនេះចឹងបងប្អូនចុចឲ្យជាប់មកហើយចុចលើ mouse ឬក៏កូនកដោជាមួយមកឲ្យវាចេញ selection បែបនេះបន្ទាប់មកបងប្អូនមកមើលអាកន្លែងនេះវិញអូខេបន្ទាប់ពីចេញ select ហ្នឹងហើយបងប្អូនមើលកន្លែងនេះមក
ហើយយើងធ្វើការច្រឡំពណ៌វាមួយតែយើងយកពណ៌ស្រាលអូខេយកពណ៌យ៉ាងស្រាលមក click OK បន្ទាប់ពីបានប៉ុណ្ណេះហើយបងប្អូនឈរទៅលើប្រាស់ម្ដងអូខេកន្លែងប្រាស់នេះបងប្អូនធ្វើការផ្លាស់ប្ដូរវាយើងយកមួយនេះមកអូខេហើយ opacity ខ្ញុំគិតថាប្រហែលប៉ុណ្្នឹងអូខេហើយ flow ក៏ប៉ុណ្្នឹងទៅបន្តមកទៀតអាកន្លែងនេះខ្ញុំគិតថាខ្ញុំចង់ដាក់ម៉ាស់វាមួយអូខេនេះកន្លែងម៉ាស់នេះបន្តមកបងប្អូនធ្វើការផាត់វាមកអូខេនេះអូខេឥឡូវយើង view មើលមើលឃើញទេខ្លាយទេអូខេព្រោះឥឡូវខ្ញុំចង់ឲ្យវាល្ងិតតិចចាំបងប្អូនធ្វើការឈរកន្លែងនេះមកច្រឡងពណ៌យើងយកពណ៌យ៉ាងល្ងិតចុះក្រោមតិចទៀតក៏បានដែរអូខេហើយយើងផាត់វាដូចគ្នាមើលអូខេវាយ៉ាង smooth វាមើលទៅវា smooth ជាងនេះអូខេវា smooth ជាងឥឡូវអញ្ចឹង control D មកលុប selection នេះមួយអូខេឥឡូវយើងមើលខាងលើម្ដងអញ្ចឹងខាងលើដូចគ្នាយើងធ្វើដូចមិញមកចុច Alt ឲ្យជាប់អូខេបង្កើត layer ថ្មីមួយដោយសារអានេះយើងបានសេរីប្រាស់ហើយអញ្ចឹងយើងគ្រាន់តែនេះទៅហើយ color បងប្អូនសេរីដូចមិញមកអូខេហើយអានេះខ្ញុំគិតថាអូខេប៉ុណ្ណឹង control D លុប selection ឥឡូវយើងមើលគេចេញលក្ខណៈត្រង់ 3CD ឯងអញ្ចឹងអានេះដូចគ្នាឥឡូវអាពីរនេះខ្ញុំសុំលុបចោលទៅអូខេខ្ញុំសុំ copy អានេះយកទៅហ្មងលឿនអូខេទាំងអស់នេះយើង select ចូលគ្នាមកឃើញទេ select ចូលគ្នា control J អូខេហើយយើងធ្វើការ control G គ្រប់វាមួយនេះឲ្យចេញគ្រប់ចេះហើយបន្តមកទៀតអានេះដូចគ្នាអូខេយើងបង្កើតជាគ្រប់នឹងមួយមកអញ្ចឹងយើងឈរឲ្យមួយក្រុមយើងរុញវាទៅដើម្បីយើង copy មិញអូខេប្រហែលជាប៉ុណ្នេះអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយយើងសុំបិទផ្នែកតទៅអានេះចោលទៅអូខេឃើញបានប្រហែលជាប៉ុណ្នេះបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់ឲ្យ background នេះពណ៌យ៉ាងកម្ៅដូចរបស់គេចេះអូខេអញ្ចឹងយើងធ្វើការបិទផ្នែកវាហើយយើងធ្វើការឈរទៅលើ background របស់យើងនេះយើងធ្វើការដូរកន្លែងនេះមកនេះចាអានេះយើងធ្វើការច្រឡងពណ៌ឬក៏យើងយកពណ៌ហ្នឹងក៏បានដែរពណ៌យ៉ាងថ្នោតឬក៏កម្ៅអញ្ចឹងណាព្រោះជាប្រភេទកាហ្វេអញ្ចឹងធ្វើឲ្យលក្ខណៈmodern បែបចាស់ទុំអូខេហើយយើង click OK មកហើយយើងធ្វើការ control ជាមួយនឹង back ឥឡូវ key អូខេឃើញទេចេញមកហើយអញ្ចឹងពណ៌ខ្ញុំចង់ឲ្យវាមានបដិញបន្តិចអញ្ចឹងខ្ញុំចង់ឲ្យវាភ្លឺពីខាងនេះល្ងិតពីខាងនេះអញ្ចឹងទៅអញ្ចឹងដើម្បីបានវាបងប្អូនចុច control មិញដដែលជាប់មកហើយយើងធ្វើការយកប្រាស់អូខេហើយយើងបើកវាធំមកហើយយើងឆូតវាមួយមើលឃើញទេចេញទេអូខេចាអានេះយើងតឡើងវាតិចមកខ្ញុំយកយ៉ាងល្ងិតថែមតិចទៀតហើយខ្ញុំធ្វើការបើកអានេះធំតិចហើយយើងដាក់វាមកល្ងិតតិចទៀតមកអូខេខ្ញុំគិតថាមើលទៅវាអីគេអេមហ៎បន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់យកនៅ Venom អញ្ចឹង Venom ខ្ញុំអត់ប្រើកម្មវិធី Photoshop ទេគឺខ្ញុំយកជំនួយពី Alas ហើយបើសិនបងប្អូនចង់បានជារូបភាពឬក៏ file ហ្នឹងអាចធ្វើការចូលនៅក្នុង channel Telegram របស់ខ្ញុំបានឥឡូវខ្ញុំមានហើយខ្ញុំចូលកម្មវិធីរបស់ AI នេះអូខេនេះកម្មវិធីមួយនឹងឯងអញ្ចឹងបងប្អូនអាចជ្រើសបានទៅមើលនៅក្នុង channel របស់ខ្ញុំមានហើយក្នុង Telegram អញ្ចឹងបងប្អូនធ្វើការ copy វាមក Control C copy វាហើយយើងធ្វើការចូល Photoshop វិញអូខេហើយយើង Control V មកហើយយើងយកពាក្យថា Smart Object ហើយយើងធ្វើការ click OK អូខេមកឃើញទេអញ្ចឹងយើងធ្វើការចុចជាប់ហើយយើង scale វាឡើងឲ្យធំបន្តិចអូខេដាក់នៅទីតាំងណាដែលបងប្អូនចង់ដាក់អូខេចាអានេះខ្ញុំសូមដាក់វាយ៉ាងផ្ដេកតិចអីចឹងណាអូខេហើយអានេះពណ៌វាក្រហមអញ្ចឹងខ្ញុំអត់ចង់ឲ្យពណ៌យ៉ាងក្រហមទេអញ្ចឹងខ្ញុំចង់ឲ្យវាពណ៌រៀងប្រហាក់ប្រហែលនេះអានេះអញ្ចឹងបងប្អូនអាចធ្វើការឈរទៅលើហ្នឹងមកហើយយើងចូល image យកពាក្យ adjustment ហើយបងប្អូនយកមួយនេះមកអូខេអូខេតទៅពីបានប៉ុណ្ណេះហើយ color បងប្អូនសេរីវាមកអានេះពណ៌យ៉ាងកម្ៅពណ៌លឿងពណ៌ស្វាយពណ៌នេះអីបងប្អូនឆ្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងមករហូតឥឡូវពណ៌នេះអញ្ចឹងទៅយើងមើលសិនឆ្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងចឹងអត់ជាបញ្ហាទេអូខេខ្ញុំយកពណ៌នេះចោះចឹងអានេះវាបូក29អានេះដកចឹងបងប្អូនអាចវាយតម្លៃលេខចូលក៏បានដែរធ្វើការ click OK អូខេចឹងរបស់គេវាមានល្ងិតមានអីនៅខាងក្រោមមានអីទៀតតែទៀតយើងនឹងធ្វើវាឥឡូវយើងបិទផ្នែកវាសិនអូខេឥឡូវខ្ញុំសូមទៅយក string មកសិនអញ្ចឹង string គឺខ្ញុំមាន2 3កែវអញ្ចឹងខ្ញុំចង់ដាក់ខាងក្រោមនេះមួយកែវអញ្ចឹងទៅខាងលើ2អញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើការចូលយកសិនហើយរូបភាពខ្ញុំមានស្រាប់អូខេនេះមាន3កែវនេះខ្ញុំសូមយក3កែវនេះទៅតែម្ដងហើយខ្ញុំធ្វើការចាប់ទាញវាយកទៅដាក់នៅកន្លែង poster យើងធ្វើការ design នេះអូខេវាធំពេកអញ្ចឹងយើង control T មកហើយយើងព្រមវាអូខេ
ព្រោះវាមកល្មមអានេះដូចគ្នាអូខេស្រេវាសិនមកហើយយើងចាប់ដើមរៀបវាអញ្ចឹងរៀបបងប្អូនដាក់វាមកចង់បានមួយណានៅលើមួយណានៅក្រោមចឹងអានេះខ្ញុំសុំនៅក្រោមអានេះខ្ញុំសុំនៅលើហើយនេះខ្ញុំសុំនៅអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះហើយអញ្ចឹងបន្តមកទៀតខ្ញុំចង់លេងស្មៅទៅលើ Venom នេះអញ្ចឹងស្មៅខ្ញុំចង់ឲ្យវាជះមកចេះអីចឹងទៅអញ្ចឹងបងប្អូនអាចធ្វើការឈរទៅលើVenom ហ្នឹងអូខេឈរលើវាបង្កើត layer ថ្មីមួយនេះឲ្យវានៅខាងក្រោមមួយហ្នឹងមកហើយយើងបង្កើត layer ថ្មីមួយអូខេចុចកន្លែងនេះមកយើងយកពាក្យថាpolygonal tool នេះអូខេចុចកន្លែងនោះមួយមកហើយយើងធ្វើការចុចវាបែបនេះមកអូខេចុចមកចុចសិនមកបងប្អូនអត់អីទេចុចវាមកសិនមកឲ្យវាប្រសពវាវិញវានឹងចេញទៅការ៉េបែបនេះហើយយើងធ្វើការ select វាបែបហ្នឹងបន្តមកទៀតកន្លែងនេះចុះបងប្អូនធ្វើការអំបិលយកពណ៌ខ្មៅនេះមកហើយដាក់វាល្ងិតបែបនេះយើង click OK control back អូខេហើយយើង control D វាវិញមកបន្តមកទៀតបងប្អូនធ្វើការចូលនៅក្នុងពាក្យថា filter យកពាក្យថា blur gallery ហើយយើងយកនេះ color ទី3នេះទី3នេះយើងចុចមកអូខេបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់ឲ្យបងប្អូនបង្វិលវាអូខេនេះចុចកន្លែងនេះមកយើងបង្វិលវាដាក់មកខាងនេះបង្វិលវាដាក់មកខាងបែបនេះមកហើយអានេះខ្ញុំសុំរុញវាទៅលើបន្តិចក្បែរ object នេះហើយអានេះខ្ញុំរុញវាអង្គាកទៀតដែរអូខេអានេះខ្ញុំដាក់ឲ្យវា blur ប្រសាទអូខេតិចទៀតមកឬក៏អានេះយើងរុញវាឲ្យទៅដល់លើអូខេបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំធ្វើការ click OK សិនមកអូខេឃើញទេបន្ទាប់ពីបានប៉ុណ្ណេះវាអត់ទាន់ស្អាតទេត្រូវអត់ចឹងដើម្បីឲ្យវាមើលទៅស្អាតបងប្អូនឈរទៅលើអាមួយដែលយើងនេះតាយមួយហ្នឹងហើយយើងដាក់ម៉ាស់វាមួយហើយយើងយកពាក្យថា gradient នេះអូខេចុចកន្លែង gradient នេះមកហើយយើងឆូតមើលពីណាមកនេះពីនេះមកបងប្អូនដាក់វាមកនេះអូខេនេះឲ្យវាមើលទៅវាដូចមែនតើណាឥឡូវយើងធ្វើការឈរទៅលើ move tool ហើយយើង view មើល preview វាមើលអូខេឃើញទេចានេះយើងរុញវាអង្គាកជាមួយនឹង object តិចទៅហើយតេតងទៅនឹង Venom នេះវាអត់ទាន់មើលទៅសមសួនទេអញ្ចឹងដើម្បីឲ្យវាមើលទៅកាន់តែដូចមែនតើបងប្អូនធ្វើការឈរទៅលើ Venom ហ្នឹងហើយយើងយកកន្លែងនេះចុចកន្លែងនោះមួយហើយយើងយកពាក្យថា exposure នេះអូខេបន្ទាប់ពីបានប៉ុណ្ណេះបងប្អូនធ្វើការដាក់ម៉ាស់វាមួយចុចកន្លែងនេះមកហើយយើងសេរីតម្លាក់ពលឺវាអូខេឲ្យវាល្ងិតបែបនេះមកអូខេបន្តមកយើងចូលនៅពាក្យថា gradient ហើយយើងឆូតវាមើលពីណាមកអូខេយើងចូលមួយនេះមកអូខេចូលកន្លែងនេះមកហើយយកពាក្យថា gradient ហើយយើងឆូតវាមើលអានេះមកពីលើអញ្ចឹងយើងចង់ឲ្យវាមកពីក្រោមនេះអូខេចូលទៅលើ move tool បន្តមកទៀតខ្ញុំតាមពិតខ្ញុំមានអារម្មណ៍ថាខ្ញុំដាក់ពលឺខុសដោយសារពលឺនៅខាងនេះហើយល្ងិតនៅខាងនេះចឹងខ្ញុំសុំដូរវាអូខេឈរទៅលើពណ៌យើងនេះមួយឈរទៅលើនេះមួយឈរទៅលើពលឺនេះមួយហើយយើង control T អូខេ control T ហើយយើងមកស្ដាំយក flip horizontal នេះហើយយើងសេរីវាមកអូខេខ្ញុំគិតថាពីនេះត្រូវជាងឃើញទេចុះពេលខ្លះយើងដាក់ខុសចឹងយើងឆ្នៃវាឲ្យវាមើលទៅវាសមសួនមកស្អាតអូខេហើយកន្លែងនេះខ្ញុំចង់ទាញវាយ៉ាងអីចឹងខ្ញុំគិតថាប្រហែលជាប៉ុណ្នេះចុះបន្តមកទៀតតេតងទៅនឹងស្មៅកែវតេតងស្មៅកែវខ្ញុំចង់ឲ្យវាពលឺជះមកពីខាងនេះអីចឹងទៅអញ្ចឹងដើម្បីបានវាខ្ញុំគិតថាយើងប្រើប្រាស់តេតងទៅនឹងប្រាស់នេះដដែលអូខេចុចកន្លែងប្រាស់នេះមកហើយឈរទៅលើប្រាស់យើងយកមួយនេះមកហើយបើសិនជាបងប្អូនចង់ឲ្យវាមានសម្ប៉ែតឬក៏មូលអីចុចកន្លែងនោះមកអូខេខ្ញុំយកសម្ប៉ែតប៉ុណ្នេះហើយ opacity ខ្ញុំយក40ហើយបន្តមកទៀតយើងឈរទៅលើ string របស់យើងនេះ string នេះហើយយើងចុចកន្លែងនេះមួយមកអូខេឃើញទេវាចេញមកអញ្ចឹងយើងធ្វើការព្រមវាចូលហើយ color ខ្ញុំសូមយក color ពណ៌ខ្មៅខាងលើនេះហើយយើងចាប់ផ្ដើមលេងស្រមោលមកអូខេដាក់វាគៀកសិនមកប្រហែលជាធំយ៉ាងនឹងបន្តិចមកអូខេចុចកន្លែងនេះមួយអូខេចុចកន្លែងមួយទៀតចុចកន្លែងនេះមួយទៀតឥឡូវយើង preview មើលសិន stir ចុចកន្លែងមួយទៀតមកអូខេ
ចឹងមើលទៅវាអត់ទាន់ដូចមែនតើត្រូវអត់ដោយសារតែធម្មតាសម្បោវាល្ងិតខាងក្រោមចឹងយើងត្រូវតែធ្វើការកែសម្រួលទៅលើកែវម្ដងចូលទៅលើកែវហើយចូលកន្លែងមិញនេះមកអូខេកន្លែងនេះមកហើយយកពាក្យថា exposure យើងដាក់ម៉ាស់វាចូលមួយអូខេកន្លែងនេះម៉ាស់នេះហើយយើងធ្វើការតម្លាក់ពលឺមកឲ្យវាយើងមើលនេះពិនិត្យកន្លែងខាងក្រោមវាសមសួនគ្នាអត់ឧទាហរណ៍ឥឡូវខ្ញុំគិតថាប្រហែលជាប៉ុណ្នេះចឹងបងប្អូនឈរទៅលើកន្លែងនេះហើយ control I មកអូខេហើយយើងប្រើប្រាស់តាក់ទងទៅនឹងប្រាស់ម្ដងហើយកន្លែងល្ងិតនេះយើងដូរមកពណ៌សខាងលើហើយយើងចាប់ដើមលុបមកអូខេចាប់ដើមលុបមកតិចតិចមកបើវាខ្លាំងពេកយើងធ្វើការអំបិលអានេះមកវិញយើងលុបវាហេនេះបន្តមកខ្ញុំថែមវាតិចទៀតមកអូខេហើយបាទកន្លែងនេះវាមើលទៅវាអត់សូវជានេះយើងបន្ថយ opacity បន្តិចអានេះយើងបន្ថយ opacity តិចដែរណាតិចតិចមកបានហើយកុំច្រើនពេកចានេះដូចគ្នាយើងលេង style វិញដដែលចូលកន្លែងនេះមកហើយយកពាក្យថា exposure ដាក់ mask វាចូលមួយហើយយើងធ្វើការ control នេះចុច control I អូខេចូលទៅលើប្រាស់ហើយយើងចាប់ផ្ដើមធ្វើការលុបវាមកលុបជើងហ្នឹងអូខេបន្តមកយើងធ្វើការដាក់នៅ shadow សម្រាប់ខាងក្រោមនេះបង្កើត layer ថ្មីមួយហើយបងប្អូនធ្វើការចុចវាមួយមកអូខេបែបនេះរួមចូលតិចចុចវាមួយទៀតហើយយើងដាក់យ៉ាងគៀកតិចទៅអូខេខ្ញុំសូមកែសម្រួលថងកន្លែងនេះបន្តិចដោយសារតែវាមើលទៅវាអត់ស្អាតវាអត់សមសួនអញ្ចឹងអានេះខ្ញុំសូមបន្ថយ opacity អូខេអានេះខ្ញុំសូមបន្ថយ opacity ដែរអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំចង់បន្ថែមនៅ line រៀងភ្លឺនៅលើនេះតិចអញ្ចឹងដើម្បីបានវាបងប្អូនចូលទៅលើ object នៃការ design របស់យើងនេះមកអូខេហើយយើងបង្កើត layer ថ្មីមួយយើងយកពាក្យថា gradient ហើយយើងធ្វើការឆូតវាដូចមិញមកអូខេឆូតវាបែបនេះហើយយើងដូរ fill យកពណ៌សឬក៏ពណ៌យ៉ាងទឹកក្រូចនេះក៏បានដែរឥឡូវយើង check មើលយើងពិនិត្យមើលសិនអូខេនេះមួយមិញហ្នឹងចឹងបន្តមកទៀតបងប្អូនធ្វើការរុញវាយ៉ាងតូចតិចកុំធំពេកអូខេទូចល្មមមកហើយកុំទូចពេកហើយកុំធំពេកអូខេហើយជាប៉ុណ្ណឹងបន្តបងប្អូនធ្វើការចូលនៅក្នុង filter យកអូខេចូលលើនឹងមកហើយយើងចូល filter ហើយយក blur ហើយ custom blur ហើយយើងធ្វើការ convert smart object ចឹងវាធំពេកបងប្អូនតម្លាក់វានេះហើយជាប៉ុណ្នេះមកអូខេហើយចានេះចំនួនរបស់វាហើយយើង click OK មកឃើញទេបានប៉ុណ្ណេះហើយយើងធ្វើការ control C copy វាយកមកដាក់នៅខាងលើនេះមួយទៀតអូខេដាក់មួយគ្នាមកអូខេយើង control V នេះអញ្ចឹងយើងធ្វើការដាក់វាមកមើលសិនចំនៅបើនៅទៅយើងតម្លាក់វាតិចទៀតតែបើនៅទៅយើងសេរីវាអូខេស្អាតទេវាមើលទៅវាកាន់តែជួយបន្ថែមនៅរសជាតិនៃការ design យើងកាន់តែមើលទៅវាទាក់ទាញបន្ថែមទៀតអូខេអញ្ចឹងខ្ញុំមានផ្សាយនេះមួយខ្ញុំធ្វើការ mouse ស្ដាំ convert smart object ហើយខ្ញុំអូសវាមកខាងក្រោមក្រោយភេសជ្ជៈដាក់នៅក្បែរអា 3D ខាងក្រោមរបស់យើងអូខេដាក់ខាងលើនេះមកហើយយើងធ្វើការ control T អូខេ scale វាមកយ៉ាអូខេ scale វាដាក់វាposition ហើយយើងធ្វើការដូរមកជា screen ក៏បានឬក៏អូខេខ្ញុំយកពាក្យថា screen នេះចុះអូខេដាក់ខាងលើនេះអញ្ចឹងវាអត់ទាន់ស្អាតទេបងប្អូនធ្វើការឈរទៅលើ layer ហ្នឹងហើយយើងធ្វើការដាក់ម៉ាស់វាមួយអូខេបន្ទាប់មកយើងធ្វើការចុច control I យើងលាក់ object ហ្នឹងហើយយើងប្រើប្រាស់ហើយយើងធ្វើការអំបិលពណ៌ខ្មៅឲ្យមកជាពណ៌សយើងធ្វើការបើកអានេះធំអូខេហើយយើងធ្វើការចាប់ផ្ដើមសេរីវាចានេះខ្ញុំសូម opacity វា50អីទៅនេះមានផ្សាយតិចតិចហើយអូខេនេះផ្សាយខ្ញុំសូមដាក់ logo អញ្ចឹងនេះ logo នេះខ្ញុំសូម
ok chắc trong khỏi cứ dương đại logo mà hay ní chỉ logo để nhung bán trong một phone ai cho ca control thì dương cho ca sẽ vía đã vi máu đã cái này nè tụi nó đã cả đá lý các bạn đây thấy chưa ok dương đã cả đá lý hàng thôm tịnh máu tại sao tại logo vi mưa sơ khơi chẳng nơi so vị trí xa trong khỏi dương ai thôi mấy đã lưới đã màu ấy máu ok cả là thay mấy muối nó còn ní dương đôi po so dương vô bia thập ra hay ảnh ní dương vô bia tùm rong muối ok hai dương thưa cá tạo mùi một chuyện là vì muối chuyện mùi tiền máu đưa vào dương phát viên chết của bạn đấy ok phát chết đó hai dương xong đã khăn khổ của mọi vì tròn kia ok anh ấy nhôm xong thưa cá lục vị chính ok hay xó bạch lên các bạn này ở đây thì bạch lên xó các bạn này cho anh ấy do đã khăn khổ về nôn đấy ok này và nâng móc ok bà đây chứng tới tao nó không mẹ điện ní cứ dương sắc xa ban khác và thay tiết cứ 3D ní máu hay nâng phim này được từ lơ cả đô po ai nâng và thay tiết chứng nâng không thay video ní chỉ ca chạy lại từ can những ọc nia đầm bay bằng time nơi chùm này nâng từ lơ chùm liên graphic design hay bữa sân chị toàn man subscribeឬក៏like ទីអាចធ្វើការ like និង subscribe ម្នាក់មួយផងហើយបើសិនជាបងប្អូនដែលគាត់មានតម្រូវការទៅលើសេវាកម្ម design ឬក៏សិក្សាទៅលើ basic នៃការរៀននៅលើកម្មវិធី Photoshop អាចធ្វើការតាក់ទងតាមរយៈ link ឬក៏ Telegram ខ្ញុំបានអរគុណជួបគ្នានៅក្នុងមេរៀនវីដេអូបន្តទៀតបាយបាយ